សូមជូនលោកគង់សំអឿនដៃគូសម្ដែងដ៏ល្អឥតខ្ចោះរបស់អ្នកស្រីសាមវណ្ណសូដានីបានរួមសម្ដែងភាពយន្តជាមួយគ្នាជិត20រឿងចាសសូមជម្រាបសួរអស់លោកស្រីអ្នកនាងកញ្ញានិងប្រិមិត្តអ្នកស្ដាប់ទាំងក្នុងនិងក្រៅប្រទេសជាទីមេត្រីថ្ងៃនេះផងដែរវិលត្រឡប់ជួបនាងខ្ញុំសាជាថ្មីម្ដងទៀតហើយដោយនាងខ្ញុំនឹងពំនាំយករឿងរ៉ាវដ៏ជក់ចិត្តមួយទៀតតាក់ទងទៅនឹងសិល្បករសិល្បករនីខ្មែរនាសម័យយុគមាសគឺលោកគង់សំអឿននិងអ្នកស្រីសាមវណ្ណសូដានីដែលជាដៃគូសម្ដែងដ៏ស័ក្តិសមនិងល្អឥតខ្ចោះនិងបានជួបប្រសពនឹងសម្ដែងជាមួយគ្នាជិត20រឿងនាពេលអតីតកាលតោះចង់ដឹងរឿងរ៉ាវលម្អិតយ៉ាងណាសូមជួបជាមួយនឹងការអត្ថាធិប្បាយរបស់នាងខ្ញុំដូចតទៅនៅក្នុងអំឡុងទសវត្សរ៍ឆ្នាំ60និង70មានតារាសម្ដែងជាច្រើនដែលមានទេពកោសល្យខ្ពស់ដែលអាចធ្វើឲ្យទស្សនិកជនស្រក់ទឹកភ្នែកឬរំភើបរីករាយទៅតាមសាច់រឿងខ្សែភាពយន្តនាសម័យនោះមិនត្រឹមតែល្បីល្បាញក្នុងស្រទាប់មហាជនខ្មែរប៉ុណ្ណោះទេគឺថែមទាំងល្បីទៅដល់តំបន់អាស៊ីនិងអឺរ៉ុបផងដែរមហាជនខ្មែរគ្រប់ស្រទាប់វណ្ណៈប្រហែលជាបានស្គាល់ជាក់ច្បាស់នៅកិត្តិនាមរបស់លោកគង់សំអឿនដែលជាតារាភាពយន្តខ្មែរមួយដួងនាអំឡុងទសវត្សរ៍ឆ្នាំ60និង70ដែលមានប្រជាប្រិយភាពជាងគេក្នុងចំណោមតារាផ្សេងទៀតនាពេលអតីតកាលក្នុងសម័យយុគមាសលោកគង់សំអឿនកើតនៅឆ្នាំ1941នាស្រុកកោះធំខេត្តកណ្ដាលដែលមានឪពុកជាអ្នករដ្ឋការលោកគង់សំអឿនគឺជារាមច្បងរបស់បងប្អូន5នាក់ដែលជាតារាភាពយន្តទាំងអស់រួមមានលោកគង់សំអាតលោកគង់លុចលោកគង់ចន្ទថាលោកគង់សុភ័ណ្ឌនិងលោកគង់សុភីលោកគង់សំអឿនបានចូលប្រឡូកក្នុងវិស័យសិល្បៈនាអំឡុងឆ្នាំ1960ដោយការប្រឡូកក្នុងវិស័យនេះដំបូងលោកមិនបានប្រាប់ឪពុកម្ដាយឡើយទាល់តែល្បីខ្លាំងទើបប្រាប់ព្រោះឪពុករបស់លោកមិនចង់ឲ្យលោកចូលប្រឡូកក្នុងវិស័យនេះលោកគង់សំអឿនចាប់ល្បីខ្លាំងក្នុងឆ្នាំ1970ដល់ឆ្នាំ1975ក្នុងជីវិតជាអ្នកសិល្បៈលោកគង់សំអឿនបានទៅចូលរួមមហោស្រពជាច្រើនក្នុងតំបន់អាស៊ីរួមមានហុងកុងសិង្ហបុរីនិងទីក្រុងបាងកកជាងនេះទៅទៀតរាល់ខ្សែភាពយន្តដែលលោកបានយកទៅប្រកួតប្រជែងនៅមហោស្រពឯក្រៅប្រទេសសុទ្ធតែទទួលបានពានទាំងអស់ក្នុងឆ្នាំ1975លោកបានទទួលកុងត្រាថតរឿងក្នុងប្រទេសថៃចំនួន3តែលោកមិនបានចេញទៅភ្លាមទេព្រោះលោកថានៅចាំចូលឆ្នាំជួបជុំគ្រួសារសិនប៉ុន្តែជាអកុសលព្រឹត្តិការណ៍ថ្ងៃទី17មេសាបានផ្លាស់ប្ដូររបបអ្នកដឹកនាំធ្វើឲ្យលោកមិនអាចចេញទៅសម្ដែងហើយលោកក៏បានស្លាប់ក្នុងសម័យខ្មែរក្រហមតែម្ដងទៅលោកត្រូវបានក្រុមគ្រួសារសន្និដ្ឋានថាត្រូវបានខ្មែរក្រហមសម្លាប់នៅម្ដុំកោះកោស្រុកកោះធំខេត្តកណ្ដាលដែលជាស្រុកកំណើតរបស់លោកផ្ទាល់ក្នុងខែសីហាឆ្នាំ1975ដោយឡែកអ្នកស្រីសាមវណ្ណសូដានីកើតក្នុងឆ្នាំ1945នៅភូមិវាំងចាស់ក្នុងខេត្តកំពង់ស្ពឺដោយមានឪពុកឈ្មោះសោមផននិងម្ដាយឈ្មោះព្រាបមុតអ្នកស្រីមានបងប្អូនបង្កើតចំនួន4នាក់ប្រុស3នាក់និងស្រី1នាក់អ្នកស្រីជាកូនទី2នៅក្នុងគ្រួសារក្រោយរៀនចប់ឌីប្លូមអ្នកស្រីក៏ប្រឡងជាប់ធ្វើគ្រូដោយបង្រៀនបណ្ដាថតកុនបណ្ដាលក្នុងវ័យ16ឆ្នាំអ្នកស្រីបានប្រឡងបវរកញ្ញាជាប់លេខ2នៅឧដុង្គវាំងចាស់ដែលនេះជាដើមហេតុដំបូងឲ្យអ្នកស្រីចូលប្រឡងក្នុងវិស័យភាពយន្តក្នុងចំណោមតារាឈានមុខទាំង6ដួងលោកគង់សំអឿននិងអ្នកស្រីសាមវណ្ណសូដានីបានជួបប្រសពជាមួយគ្នាជិត20រឿងនៅក្នុងខ្សែភាពយន្តនាសម័យយុគមាសខ្សែភាពយន្តដំបូងដែលអ្នកទាំងពីរបានសម្ដែងរួមគ្នាតាមរយៈផលិតកម្មកងពេជ្រភាពយន្តជាដៃគូស្នេហាដ៏ផ្អែមល្ហែមក្នុងរឿងគឺរឿងនឹកឃើញជានិច្ចក្នុងឆ្នាំ1966
យោងទៅតាមការរៀបរាប់និងអត្ថាធិប្បាយរបស់ក្រុមដំណើរខ្មែរបានឲ្យដឹងថាពីឆ្នាំ 1966 ដល់ឆ្នាំ 1975 លោកគង់សំអឿនបានសម្ដែងជាតួឯកគូជាមួយនឹងអ្នកស្រីសំវណ្ណសូដានីក្នុងខ្សែភាពយន្តចំនួន 18 រឿងក្នុងផលិតកម្មមួយចំនួនរួមមានផលិតកម្មបាក់សីឋានសួគ៌ភាពយន្តចំនួន 4 រឿងមានដូចជារឿងសវណ្ណហង្សរឿងអេណាវបុស្បារឿងអបុលកាសេមនិងរឿងព្រះកំចៃទឹកផលិតកម្មវណ្ណច័ន្ទភាពយន្តចំនួន 2 រឿងរឿងសុបិនធីតានិងរឿងផ្កាអង្គាបោសផលិតកម្មកងជ័យភាពយន្តចំនួន 1 រឿងគឺរឿងព្រះច័ន្ទគោរពផលិតកម្មអន្តរទីវីភាពយន្តចំនួន 3 រឿងគឺរឿងនាងពំពាសជាតិរឿងនាងច័ន្ទក្រឹហ្វានិងរឿងរតនាវង្សផលិតកម្មកងពេជ្រភាពយន្តចំនួន 2 រឿងគឺរឿងនឹកឃើញជានិច្ចនិងរឿងថាវរីមាសបងផលិតកម្មកងពេជ្រភាពយន្តចំនួន 2 រឿងគឺរឿងភពកុលកុមារនិងរឿងកំហុសអ្នកណាផលិតកម្មហេមពៀនភាពយន្តចំនួន 2 រឿងគឺរឿងព្រាយកន្ទងខៀវនិងរឿងច័ន្ទវង្សនិងនាងកេសរបុប្ផាផលិតកម្មវិស្ណុភាពយន្តចំនួន 1 រឿងគឺរឿងចិត្តស្ត្រីផលិតកម្មអប្សរាភាពយន្តចំនួន 1 រឿងគឺរឿងព្រះមហោសថលោកគង់សំអឿននិងអ្នកស្រីសំវណ្ណសូដានីសម្ដែងរួមគ្នាចុងក្រោយបង្អស់ក្នុងខ្សែភាពយន្តរឿងមឈូសមាសតែមិនទាន់បានដាក់បញ្ចាំងនៅឡើយចាស់ប្រិយម្នាក់ស្ដាប់ជាទីមេត្រីរឿងរ៉ាវរបស់លោកគង់សំអឿនដៃគូសម្ដែងដ៏ល្អឥតខ្ចោះរបស់អ្នកស្រីសំវណ្ណសូដានីដែលបានជួបប្រសពនឹងសម្ដែងរួមគ្នាជិត20 រឿងដែលនាងខ្ញុំបានលើកយកមកអត្ថាធិប្បាយជូនពុកម៉ែបងប្អូនបានស្ដាប់ក៏ដូចជាទស្សនាក៏បានមកដល់ទីបញ្ចប់ហើយដែរនាងខ្ញុំក៏សូមខន្តីអភ័យទោសប្រសិនជាមានកំហុសខុសឆ្គងការលើសលួសពាក្យសម្ដីដោយប្រការណាមួយសូមអរគុណពីនាងខ្ញុំអំស៊ីវិគីមនីដងចិត្ត